បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលទិញម៉ូទ័រពីពួកយើងទៅហ្នឹងធម្មតាម៉ូទ័រមុខ75នេះយើងប្រើជាមួយនឹងសូឡា2ផ្ទាំងហើយមុខ49នេះក៏ប្រើសូឡា2ផ្ទាំងដែរអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនប្រើប្រាស់នៅពេលដែលបងប្អូនអត់បានបូមទឹកអញ្ចឹងនៅសល់សូឡា2ស្លឹកបងប្អូនអាចប្រើប្រាស់ជាមួយនឹងឈុតនេះបានសម្រាប់បងប្អូននៅឆ្ងាយពីភ្លើងអាចប្រើប្រាស់ជាមួយនឹងឈុតនេះអញ្ចឹងបងប្អូនគាត់តែមានសូឡា2ស្លឹកមកតជាសេរីបាទតជាសេរីមកហើយយើងសល់បុកដកមកយើងមកចាប់ចូលនេះមកបាទហើយបន្តមកនេះខ្សែសូឡាចូលរបស់យើងនេះបាទខ្សែសូឡាចូលរបស់យើងនេះគឺយើងប្រើប្រាស់ជាមួយនឹងកាច់ disjonctor នេះបាទដើម្បីឲ្យដំណើរការចូល controller របស់យើងនេះបាទយើងបើកមក controller នេះយើងបើកធម្មតាអញ្ចឹងបងហ្នឹងហើយមួយទៀតខាងនេះ disjonctor នេះគឺ disjonctor ចេញទៅសាកគុយបាទចេញទៅសាកគុយបាទអញ្ចឹងនៅពេលដែលចេញពីដុំ controller មកគឺសាកគុយយើងបើកនេះមកសាកគុយហើយ disjonctor ខាងនេះគឺយើងប្រើជាមួយនឹង inverter ខាងបើកភ្លើងបាទបើកភ្លើងនេះភ្លើង AC ចេញយកប្រើបងប្អូននេះអញ្ចឹងសម្រាប់បងប្អូននៅឆ្ងាយប្រើប្រាស់បានជាមួយនឹងការដាំទឹកដាំបាយប្រើអំពូលប្រើកង្ហារហាត់រីអីផ្សេងគឺប្រើបានអញ្ចឹងបើសិនជាបងប្អូនចង់សួរព័ត៌មានអីបងប្អូនអាចទាក់ទងតាម link Telegram ឬក៏លេខទូរស័ព្ទបាទសូមអរគុណ